សួស្តីអ្នកគ្នាត្រឡប់មកវិញជាមួយនឹង Win Sharing ថ្ងៃនេះយើងនឹងទៅសិក្សាអំពី C programming យើងតទៀតលើកនេះគឺជាមេរៀន for loop បន្ទាប់ពី do while loop និង while loop អញ្ចឹង for loop គឺគេប្រើសម្រាប់ loop ដូចគ្នាប៉ុន្តែគេប្រើនៅពេលដែលយើងដឹងថាយើងចង់ loop ប្រមាណដងពីព្រោះតែយើងដឹងពីការចាប់ផ្ដើមការបញ្ចប់និងការកើនឡើងរបស់វាគឺ start ឬ initialization stop ឬក៏ condition និង step ដែលហៅថា increment ឬក៏ decrement ហ្នឹងហើយអញ្ចឹងឥឡូវយើងមកមើលទៅឧទាហរណ៍ទាំងអស់គ្នាអញ្ចឹង syntax របស់ for loop គឺមាន for ហើយយើងដាក់វងកញ្ចក់ក្នុងនោះគឺចាប់ផ្ដើមដោយ initialization ដែលហៅថា start ឬក៏ initialization ហ្នឹងអានឹងគេដាក់ដើម្បីដឹងពីការចាប់ផ្ដើមរបស់យើងចង់ចាប់ផ្ដើមឲ្យ loop នោះចាប់ផ្ដើមពីណាគឺយើងតាំង integer មួយ variable ឈ្មោះអក្សរ i ស្មើនឹងតម្លៃ0យើងចង់ឲ្យវាចាប់ផ្ដើមពីលេខ0បន្ទាប់មកគឺ condition ដែលហៅថា stop យើងចង់វាឈប់នៅកន្លែងណាអូខេយើងដាក់ថាចង់ឲ្យវានឹង e នឹងមិនស្មើ0ចង់ឲ្យ0នឹងវាកើនឡើងឈប់នៅត្រង់លេខ10អញ្ចឹងមានន័យថាវារាប់ពី0ឡើងមក0 1 2 3 4 5 6 7 8 9អញ្ចឹងទាំងអស់ហ្នឹងគឺវាដើរចំនួន10ដងដែល9បន្ទុកជាង10ហើយវាចាប់ដើមពី0អញ្ចឹងយើងយកមកតួលេខ0ហ្នឹងបូកមួយ9តួទៀតនឹងស្មើ10តួហ្នឹងបានមានន័យថាបាន10ដងតោះមកយើងដាក់step យើងចង់ឲ្យវាកើនឬក៏ចុះនៅពេលដែលយើងចាប់ផ្ដើមពីចំណុចទៀតហើយយើងបញ្ចប់នៅចំណុចខ្ពស់គឺមានន័យថាយើងចង់ឲ្យវាកើនហើយអូខេ e បូកមានន័យថា i បូកឬក៏ e បូកហ្នឹងគឺមានន័យថាឲ្យវាកើន1មកជុំឡើងម្ដងឬក៏បើសិនយើងចង់ឲ្យវាបូកលើសពី1យើងដាក់ e បូក2 e បូក3អញ្ចឹងឬក៏ i បូក4បូក5អីចឹងអញ្ចឹងនេះយើងដាក់ i បូកសិនតមក curly brace អញ្ចឹងនៅក្នុង curly brace ហ្នឹងយើងចង់ដាក់ឲ្យ statement ដែលយើងចង់ឲ្យវាដើរប្រហែលដងនោះឧទាហរណ៍ខ្ញុំចង់ឲ្យវាបង្ហាញតម្លៃរបស់ i ហ្នឹង i ស្មើអូខេតបមកគឺយើងប្រើអក្សរ i variable អក្សរ i ហើយកន្លែងនេះគឺយើងដាក់ format specifier មកកន្លែងនេះយើងដាក់ឲ្យវាចុះបន្ទាត់ណាឥឡូវយើងមកមើលទាំងអស់គ្នានេះវាបើបាន10ដងអញ្ចឹងវាចាប់ដើមពី0 1 2 3 4 5 6 7 8 9បើរាប់ទៅ1 2 3 4 5 6 7 8 9 10នេះយើងឲ្យវាដើរ10ដងចាប់ដើមពីលេខ0អញ្ចឹងមានន័យថាយើងដើរបាន10ដងហើយអាហ្នឹងគឺគេប្រើជំនួសឲ្យនៅពេលដែលយើងអត់ចង់ទៅសេច្រើនដងបើសិនយើងឧទាហរណ៍ថាយើង print hello world ហើយយើងទៅសេវា2 3 4 5អូខេចង់សេ5ដងចង់សេអាហ្នឹង5ដងយើងមិនទៅសេ5ជួរនេះយើងសេ5ជួរ hello world 5ដងអញ្ចឹងនៅក្នុង for loop គឺយើងមិនបាច់ចាំធ្វើអញ្ចឹងឯងគឺយើងសេតែមួយជួរហើយយើងកំណត់ឲ្យវាដើរប្រហែលជុំទៅបានហើយអញ្ចឹងឥឡូវយើងមកមើលហើយកន្លែងនេះចុះបន្ទាត់ឥឡូវយើងមកមើលគឺបាន10ជុំ4 6 8 10ឧទាហរណ៍មួយទៀតបើសិនយើងចង់ឲ្យវាចាប់ដើមពីចំណុចខ្ពស់ហើយបញ្ចប់នៅចំណុចទាបគឺយើងអាចឆ្លាស់ឧទាហរណ៍យើងដាក់ i ស្មើ10កន្លែងនេះគឺធ្វើម៉េច i ធំជាង0ហើយកន្លែងនេះគឺ i ដកមានន័យថា i ដក1នៅពេលដែលយើង print គឺវាចេញដូចគ្នាគ្រាន់តែវាពិច្រាស់ពីលើកមុនគឺយើងឡើងពីក្រោមឡើងលើលើកនេះពីក្រោមចុះពីលើចុះមកក្រោមនេះប្រាក់10ដងដូចគ្នាឥឡូវយើងមកតេស្តធ្វើលំហាត់មួយតកតងនឹងមេគុណឥឡូវយើងចង់សរសេរពីមេគុណអីគេមេគុណ2មេគុណ2បានហើយ2គុណនឹងប៉ុន្មានគឺគុណនឹងតម្លៃរបស់ i ដែលជាប្រភេទ integer ហ្នឹងហើយយើងឲ្យវាចុះបន្ទាត់ពេលវា print ហើយ
ស្មើនឹងភាគរយ d កន្លែងនេះគឺយើងចង់ឲ្យវាមេគុណ2គុណនឹងតម្លៃ i ហើយស្មើនឹងចម្លើយ2គុណនឹង i កន្លែងនេះយើងគួរស្រេចាប់ផ្ដើមពីក្រោមឡើងមកលើមកឥឡូវយើងមកមើលទាំងអស់គ្នាយើងនឹងគុណពី2នេះគឺគួរតែe នេះយើងគួរតែចាប់ផ្ដើមពី1ទៅព្រោះមេគុណពីច្រើនយើងរាប់ពី1ទៅ1ដល់10ឥឡូវយើងមកមើលទាំងអស់គ្នាអូខេដោយសារតែយើងអត់បានដូរទៅជា increment អញ្ចឹងវា true រហូតព្រោះវានៅតែទូចបើដក1ដក1រហូតវានៅតែទូចជាង10នៅឡើយអញ្ចឹងវា generate infinitely ជា non ឥឡូវយើងមកមើលនេះ2ម្ដង2ដង4 2ដង6រហូតដល់2 10ដង20អញ្ចឹងខ្ញុំគិតថាអ្នកទាំងអស់គ្នាអាចយល់ហើយនៅ for loop ហ្នឹងអញ្ចឹងវីដេអូយើងដល់ទីបញ្ចប់ហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្តសូមជួយចុច like subscribe ដើម្បីបាននៅវីដេអូបន្តអរគុណអ្នកទាំងអស់គ្នា